ករណីជលមន់បាញ់នៅស្រុកដងតុងវាបានផ្សាយថាអាញាធរទាំងថ្នាក់ក្រោមថ្នាក់លើមិនអាចតាក់ទងសុំការបំភ្លឺបានទេប៉ុន្តែឥឡូវនេះអាញាធរថ្នាក់លើលោកបានឆ្លើយតបមកវិញគឺលោកអភិបាលស្រុកដងតុងស៊ីវផេងលោកបានទូរស័ព្ទមកប្រាប់នឹងបកស្រាយពីរឿងជលមន់ជលទាមាញ់ហ្នឹងណាលោកថារឿងជលមន់ហ្នឹងគឺថាបងប្អូនប្រជាពលរដ្ឋថានៅភូមិជ្រៃកគីឃុំដងតុងស្រុកដងតុងខេត្តកពតប៉ុន្តែគឺមិនមែនទេរឿងកន្លែងជលមន់នេះគឺស្ថិតនៅឆ្ងាយពីស្រុកដងតុងប្រមាណជា2 គីឡូម៉ែត្រគឺស្ថិតនៅក្នុងភូមិច្រកខ្លីឃុំទួលមាសខាងលិចស្រុកបន្ទាយមាសខេត្តកពតទេមិនមែនថតនៅក្នុងស្រុករបស់លោកទេលោកចង់បញ្ជាក់អញ្ចឹងណាលោកថាស្រុកលោកអត់មានជលមន់ទេបាទអញ្ចឹងបងប្អូនថាអញ្ចឹងហើយអ្នកសារព័ត៌មានរបស់យើងដកស្រង់មកអញ្ចឹងឥឡូវមានតែម្ចាស់ទីតាំងជលមន់ទេបកស្រាយបំភ្លឺថាតើពិតជានៅស្រុកដងតុងឬក៏នៅស្រុកបន្ទាយមាសលោកកាំងហើយនឹងលោកហួតបានសូមអញ្ជើញចេញមកបកស្រាយតិចមកម្ចាស់សៃវៀនជលមន់ហើយបើគាត់មកបកស្រាយមែនល្អបាទអរគុណអញ្ចឹងលោកអភិបាលស្រុកលោកចង់បំភ្លឺអញ្ចឹងថាមិនមែនស្ថិតនៅក្នុងស្រុកដងតុងរបស់លោកទេស្ថិតនៅក្នុងស្រុកបន្ទាយមាសឯណោះបាទអញ្ចឹងលោកអភិបាលស្រុកបន្ទាយមាសគិតយ៉ាងម៉េចដែរបាទអញ្ចឹងអរគុណឥឡូវសូមភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍នៅភ្នាក់ងារបណ្ដាខេត្តមួយចំនួនទៀតហើយដំបូងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តបន្ទាយមានជ័យសូមប្រគល់ជូនលោកសុខាមកខ្ញុំមានដែរបាទអញ្ចឹងបាទជំរាបសួរបាទជំរាបសួរលោកសុខាលោកមកត្រាបាទជំរាបសួរលោកប៊ុនថនតាពីប៉ោយប៉ែតមកមានអ្វីរាយការណ៍ព្រឹកហ្នឹងព្រឹកនេះខ្ញុំបានមានសេចក្តីរាយការណ៍មួយពាក់ព័ន្ធនឹងភាពអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់កើតមាននៅចំណុចរវងមូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាទសមត្ថកិច្ចលេងគិតតែពីលុយបាទរវងមូលនឹងអត់ទាន់ធ្វើឲ្យភាពញ៉ៃញ៉ៃវាបន្តរបៀបមួយទៀតសូមលើកចំណុចសំខាន់មើលលោកបាទដោយសារតែច្រកវាមួយនេះគឺជាច្រកអន្តរជាតិដែលមានភ្ញៀវទេសចរច្រើនជាចូលតែភាពអនាធិបតេយ្យហ្នឹងកើតមានបង្កឡើងដោយរថយន្តក្រុងតាក់ស៊ីម៉ូតូឌុបដែលបង្កើតនៅភាពអនាធិបតេយ្យនៅតាមច្រកធ្វើឲ្យកកស្ទះដល់ភាពលំបាកដល់ភ្ញៀវជាតិនិងអន្តរជាតិដែលចេញចូលដល់ច្រកហ្នឹងប៉ុន្តែឥឡូវយ៉ាងម៉េចបន្តទៀតដោយសារតែប៉ូលីសមិនមានការរៀបចំមកលោកបាទអញ្ចឹងខាងនគរបាលលោកឆ្លើយតបយ៉ាងម៉េចទៅវិញនៅពេលដែលសម្ដាប់ធ្នាប់មិនត្រូវបានរៀបចំហើយបងប្អូនអ្នករត់តាក់ស៊ីឬក៏ឡានម៉ូតូឲ្យចតពេញវងមូលធ្វើឲ្យណែនតាន់តាប់នោះលោកពាក់ព័ន្ធនឹងរឿងសមត្ថកិច្ចកន្លងមកនេះបើយើងនិយាយពីខាងអាជ្ញាធរក្រុងលោកតែងតែធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធដូចជាប៉ូលីសចរាចរណ៍ដើម្បីធ្វើការទប់ស្កាត់ដែលនឹងរៀបចំឲ្យបានល្អប៉ុន្តែការរៀបចំនេះវាបានតែមួយរយៈខ្លីប៉ុណ្ណោះខ្លីតបមកគឺបាទគឺកកស្ទះដដែលដោយសារតែរថយន្តមិនចូលក្រុងមិនចូលបេននឹងបន្ទោលបាទរថយន្តទាំងអស់នោះមិនបានចូលបេនទេគឺដាក់កន្លែងលក់សម្បត្តិរថយន្តក្រុងគេដាក់កន្លែងលក់សម្បត្តិនោះនៅតាមដងផ្លូវជាតិតែម្ដងតែធ្វើឲ្យមានបញ្ហាបាទហើយរថតាក់ស៊ីអត់ចូលដែរបាទនៅតាមដងផ្លូវចាំយកមួយនៅតាមដងផ្លូវហ្នឹងខ្ញុំសូមបេននោះថ្លៃពេកនេះសូមជៀសផងលោកបញ្ហានេះដោយសារចេះលោកដោយសារតែអ្នកជីទាំងអស់នោះមិនមែនភាគច្រើនគឺមិនមែនដែលជាបរិវត្តនៅក្រុងប៉ោយប៉ែតទេអ្នកចម្ងាយបាទអ្នកចម្ងាយដែលពិសេសគឺជាបរិវត្តដែលត្រឡប់មកពីប្រទេសថៃវិញដែលជាពលករអញ្ចឹងឯងពួកនេះបាទក្រុមរថយន្តទាំងអស់នេះពាក់ចាំយកជាបរិវត្តខ្មែរយើងដែលត្រឡប់មកវិញបញ្ហានេះហើយដែលធ្វើឲ្យមានការកកស្ទះហើយមួយវិញទៀតបាទសូម្បីតែសម្បត្តិក៏បានលក់ថ្លៃដែរដែលធ្វើឲ្យមានបញ្ហាដល់ពលករខ្មែរយើងហើយបញ្ហាដែលលក់សម្បត្តិនឹងមានតម្លៃទ្វេមួយជាពីរដែលហាក់បីដូចជាចម្រិតឬក៏គំនិតពីប្រជាពលរដ្ឋនេះឯងបាទបញ្ហានេះយើងនិយាយទៅសមត្ថកិច្ចអត់មានការទប់ស្កាត់ទាំងអស់ទាំងពីសណ្ដាប់ធ្នាប់តាំងពីការលក់សម្បត្តិភាពអនាធិបតេយ្យទាំងអស់តែម្ដងមិនដឹងថាបញ្ហានេះត្រូវបានគេរៀបចំយ៉ាងម៉េចចំពោះអាជ្ញាធរយើងទេលោកបាទអរគុណច្រើនលោកប៊ុនថនបាទអរគុណ